បន្ទាប់ពីបានធ្វើការសាកសួរចុងចម្លើយរួចហើយតុលាការក៏បានធ្វើការសាកសួរដើមចោតឈ្មោះ Q អាតក្រោយពីបានសួរឈ្មោះអាយុអាស័យដ្ឋានជាដើមរបស់ដើមចោតរួចហើយតុលាការក៏បានបញ្យល់អំពីគោលគំនិតនៃការធ្វើសច្ចាប្រណិធាននិងដាក់ទណ្ឌកម្មក្នុងករណីដែលធ្វើសេចក្តីថ្លែងការណ៍មិនពិតហើយបានបង្គាប់បញ្ជាឲ្យដើមចោតធ្វើសច្ចាឥឡូវនេះខ្ញុំសូមសួរដើមចោតអំពីរឿងក្តីនិមន្តនៅថ្ងៃទី1មិថុនាឆ្នាំ2006នោះចុងចម្លើយនឹងប្រពន្ធគាត់បានអញ្ជើញទៅផ្ទះលោកមិនអញ្ចឹងបាទលោកចៅក្រមពេលនោះចុងចម្លើយបានអញ្ជើញទៅផ្ទះលោកមានការអ្វីដែរថ្ងៃនោះជាថ្ងៃដែលត្រូវសងប្រាក់កម្ចីនិងការប្រាក់បូបសរុប$9,600ហើយសុកបូរ៉ានោះគេមកនិយាយប្រាប់ថាគេមិនអាចសងប្រាក់នោះបានទេពេលនោះចុងចម្លើយបានសងប្រាក់មួយភាគនៃប្រាក់$9,600នោះគឺគាត់បានសង$6,000មែនឬទេទេលោកចៅក្រមតែ$1ក៏ខ្ញុំបានទទួលដែរតើចុងចម្លើយនិយាយអ្វីខ្លះអំពីមូលហេតុដែលគាត់មិនអាចសងបានពេលនោះគាត់និយាយថាឪពុកមានជំងឺមហារីកនៅខែមិនិនាហើយនៅខែឧសភាបានទៅវះកាត់នៅបាងកកអស់ចំណាយច្រើនហើយរកប្រាក់សងមិនបានពេលលឺអញ្ចឹងតើលោកគិតឃើញយ៉ាងណាដែរនិយាយត្រង់ទៅខ្ញុំគិតថាច្បាស់ជាគាត់សងហើយតែដល់គាត់សងមិនសងអញ្ចឹងទៅខ្ញុំក៏ភ្ញាក់ដែរហើយខឹងគាត់យ៉ាងខ្លាំងពេលនោះតើលោកនិយាយយ៉ាងណាដែរខ្ញុំបាននិយាយថាខ្ញុំជឿឯងហើយបានឲ្យឯងខ្ចីប្រាក់$8,000ដល់ទៅ2ឆ្នាំចង់ឯងសងទាំងប្រាក់ដើម$8,000ទាំងការប្រាក់$1,600បូកសរុប$9,600ពេលនោះតើចុងចម្លើយគឺឆ្លើយយ៉ាងណាដែរពេលនោះគាត់ឆ្លើយថាសូមចាំបន្តិចខ្ញុំនឹងបានប្រាក់មួយចំនួនធំគាត់នឹងសងពេលនោះតើចុងចម្លើយបាននិយាយថាពេលណាទើបគាត់អាចរកប្រាក់មកសងវិញបានទេគាត់មិនបាននិយាយថាពេលណាទើបគាត់អាចសងបានទេដូច្នេះហើយខ្ញុំបានគិតឃើញថាគាត់ច្បាស់ជាគ្មានអ្វីជាទីរំពឹងនឹងរកបានទេពេលនោះតើស្ថានភាពរបស់ចុងចម្លើយយ៉ាងណាដែរពេលនោះគាត់និយាយហើយនិយាយទៀតថាសុំទោសឬក៏យើងជាមិត្តភក្តិនឹងគ្នាសូមចាំមួយរយៈពេលពេលនោះតើប្រពន្ធចុងចម្លើយបាននិយាយអ្វីខ្លះដែរគាត់អោងក្បាលសុំទោសបណ្ដានិយាយបណ្ដាថាសុំទោសសូមចាំមួយរយៈពេលសិនតើលោកយល់ឃើញយ៉ាងណាដែរពេលដែលឃើញនឹងឮចុងចម្លើយឬប្រពន្ធគាត់និយាយដូចនេះខ្ញុំមានចិត្តអាណិតគាត់បន្តិចដែរតើលោកមានអារម្មណ៍អាណិតអាសូរគាត់ហើយមានចិត្តចង់លើកលែងបំណុលឲ្យគាត់ដែរឬទេទេមិនដែលមានចិត្តអញ្ចឹងតើសោះតើលោកមានចិត្តពន្យាពេលសងដែរឬទេខ្ញុំមានចិត្តអញ្ចឹងខ្លះដែរពេលនោះតើលោកបានគាត់ថាលោកពន្យាពេលសងដែរឬទេទេខ្ញុំមិនបាននិយាយពន្យាទេតើហេតុអ្វីបានជាមិននិយាយពេលនោះខ្ញុំកំពុងតែគិតតើត្រូវធ្វើយ៉ាងដូចម្ដេចដែរស្រាប់តែសុកបូរ៉ាបាននិយាយថាសូមខ្ចីប្រាក់ថែមទៀតដល់លឺអញ្ចឹងទៅខ្ញុំក៏លេងនិយាយអំពីការពជានោះទៅពេលនោះតើចុងចម្លើយបាននិយាយសូមខ្ចីបន្ថែមទៀតប៉ុណ្ណាដែរ$4,000ថែមទៀតតើគាត់បានពន្យល់អំពីមូលហេតុដែលគាត់ចង់ខ្ចី$4,000នោះដែរឬទេគាត់និយាយថាត្រូវការចំណាយព្យាបាលជំងឺឪពុកដូច្នេះសូមខ្ចីថែមទៀតពេលគាត់និយាយដូច្នេះតើលោកឆ្លើយយ៉ាងណាដែរខ្ញុំបានឆ្លើយថាអ្នកឯងមិនសងខ្ញុំផងខ្ញុំមិនឲ្យខ្ចីថែមទៀតទេឥឡូវនេះត្រូវសង$9,600មុនសិនហើយបើចង់ខ្ចី$4,000ថែមទៀតចាំគិតក្រោយចុងចម្លើយនិយាយយ៉ាងណាដែរគេឆ្លើយថាដឹងហើយចាំយើងគិតហើយគាត់ក៏ចេញទៅយ៉ាងប្រញាប់
ខ្ញុំសូមបញ្ជាក់ម្ដងទៀតចុងចម្លើយមិនបានសង$6,000ហើយលោកក៏មិនបានលើកលែង$3,600ដែរមិនអញ្ចឹង ត្រឹមត្រូវហើយលោកចៅក្រម បន្ទាប់ពីចុងចម្លើយបានត្រឡប់ទៅផ្ទះគាត់វិញនៅថ្ងៃទី1មិថុនានោះតើលោកបានដាស់តឿនឲ្យគាត់សងដែរឬទេ បាទបានដាស់តឿនខ្ញុំបានទៅដល់ផ្ទះចុងចម្លើយផ្ទាល់តែម្ដងហើយដាស់តឿនឲ្យគាត់សងបំណុលនោះ តើពេលណាទៅ ថ្ងៃចាំមិនច្បាស់ទេប្រហែលជាខ្ទង់ដើមខែកក្កដាឆ្នាំ2006មើលទៅ ហេតុអ្វីបានជាមិនបានដាស់តឿនក្រោយថ្ងៃទី1មិថុនារហូតដល់ខែកក្កដាអញ្ចឹង ដោយសារតែខ្ញុំជាប់រវល់រៀបចំការកូនស្រីច្បងនៅថ្ងៃទី18ខែមិថុនាហើយម្យ៉ាងទៀតដោយសារគាត់ជាមិត្តខ្ញុំហើយខ្ញុំក៏ជឿគាត់ទៅហើយម្យ៉ាងទៀតនៅពេលដែលឪពុកគាត់មានជំងឺដូចឆ្នេះបើសិនខ្ញុំទៅទាវាហាក់ដូចជាជ្រុលពេក ពេលទៅទាបំណុលនោះតើចុងចម្លើយមានប្រតិកម្មយ៉ាងណាដែរ គាត់បាននិយាយថាជំងឺឪពុកគាត់មិនទាន់ជាសះស្បើយនៅឡើយទេហើយត្រូវចំណាយលើការព្យាបាលទៀតសូមចាំមួយរយៈពេលសិនហើយគាត់មិនបានសងខ្ញុំទេ ពីខែកក្កដាមកតើលោកបានដាស់តឿនឲ្យចុងចម្លើយសងបំណុលប្រមាណដងដែរ ខ្ញុំចាំមិនសូវច្បាស់ទេតែប្រហែលជាមួយអាទិត្យម្ដង តើលោកបានដាស់តឿនដល់ពេលណាដែរ នៅខែធ្នូខ្ញុំបានទៅពិគ្រោះនឹងមេធាវីរីឯការដាស់តឿននោះខ្ញុំក៏បានធ្វើរហូតដល់ពេលទៅពិគ្រោះនោះ ខ្ញុំសូមបញ្ចប់ការសាកសួររបស់ខ្ញុំត្រឹមនេះហើយសូមលោកតំណាងខាងតាមចោតសូមអញ្ជើញសួរបន្ត បាទលោកចៅក្រមដូច្នេះក្នុងនាមជាតំណាងដើមចោតខ្ញុំសូមសួរដូចតទៅសូមលោកឆ្លើយឲ្យបានច្បាស់លាស់ខ្លាំងដើម្បីឲ្យលោកចៅក្រមបានឮផង បាទ នៅថ្ងៃទី1មិថុនានោះតើលោកមានក្រដាស់សម្រាប់សរសេរវិក័យប័ត្រឬទេ បាទមាន ហេតុអ្វីបានជាលោកមានក្រដាស់នោះដូច្នេះ នៅផ្ទះខ្ញុំបានបើកហាងលក់ខោអាវជាមួយគ្នាដូច្នេះខ្ញុំមានក្រដាស់ត្រៀមសម្រាប់សរសេរវិក័យប័ត្របើសិនជាសុកបរាគាត់សងប្រាក់ខ្ញុំមែនខ្ញុំច្បាស់ជាយកក្រដាស់នោះសរសេរវិក័យប័ត្រឲ្យគាត់ហើយ ពីមុនរវាងលោកនិងចុងចម្លើយតើធ្លាប់បានឲ្យគាត់ខ្ចីប្រាក់ឬធ្លាប់ខ្ចីប្រាក់ពីគាត់ដែរឬទេ បាទធ្លាប់ពេលមុនខ្ញុំខ្វះប្រាក់ដើម្បីរៀបអាពាហ៍ពិពាហ៍តាមខ្ញុំចាំខ្ញុំបានខ្ចីពីសុកបរាចំនួន$1,000 ពេលនោះលោកបានសងគេមិនអញ្ចឹងឬ បាទ ពេលដែលលោកសងប្រាក់នោះឲ្យគេវិញតើលោកបានទទួលវិក័យប័ត្រដែរឬទេ បាទពេលនោះខ្ញុំបានសូមឲ្យសុកបរាចេញវិក័យប័ត្រឲ្យខ្ញុំ ដើមចោតតើលោកធ្លាប់ឲ្យអ្នកផ្សេងក្រៅពីចុងចម្លើយនោះចៃប្រាក់ដែរឬទេ បាទធ្លាប់ប្រហែលជា7-8 ដង តើពេលនោះធ្លាប់មិនចេញវិក័យប័ត្រឲ្យគេពេលគេសងវិញដែរឬទេ អត់ដែរទេ រហូតដល់ពេលថ្មីនេះតើគោលបំណុលរបស់លោកធ្លាប់សងតែមួយភាគដែរឬទេឬមួយក៏គេធ្លាប់សងមិនដាក់ដែរឬទេ បាទដែរ ពេលនោះបានទទួលតែមួយភាគតើលោកបានចេញវិក័យប័ត្រដោយបញ្ជាក់នៅទឹកប្រាក់មួយភាគនោះដែរឬទេ បាទខ្ញុំចេញវិក័យប័ត្រអញ្ចឹងរាល់ពេល ហេតុអ្វីបានជាពេលទទួលតែមួយភាគក៏លោកចេញវិក័យប័ត្រដូច្នេះ គំនិតរបស់ខ្ញុំគឺវិក័យប័ត្រជាឯកសារសម្រាប់បញ្ជាក់ថាបានទទួលប្រាក់ប៉ុន្មានឲ្យច្បាស់លាស់
គ្មានពាក់ព័ន្ធនឹងការសងទាំងអស់ឬសងមួយភាគទេ ឥឡូវនេះខ្ញុំចង់សួរអំពីរឿងផ្សេងដោយបង្ហាញភស្តុតាង H2 ដែលបានពិនិត្យរួចហើយនោះតើបានឬមិនបាន បាទសូមអញ្ជើញ នេះជារបាយការណ៍គណនេយ្យធនាគារកម្ពុជារបស់លោកបើសិនជាមើលតាមរបាយការណ៍នេះឃើញថានៅថ្ងៃទី15មិថុនាឆ្នាំ2006លោកបានដក$10,000ចេញពីធនាគាររបស់លោកតើមែនឬមិនមែន បាទ តើលោកដកធ្វើអ្វីដែរ លុយ$10,000ដែលខ្ញុំបានដកហ្នឹងគឺថា$5,000សម្រាប់រៀបអាពាហ៍ពិពាហ៍ឲ្យកូនស្រីច្បងហើយនៅសល់$5,000ទៀតគឺសម្រាប់ទិញរថយន្ត Toyota Camry ចាស់មួយគ្រឿង លោកចៅក្រមបន្ទាប់មកខ្ញុំចង់បង្ហាញភស្តុតាង H3 ដើម្បីសួរសំណួរទៀត បាទសូមអញ្ជើញ នេះគឺជាភស្តុតាង H3 ដែលគឺជាវិក័យប័ត្ររបស់លោកទិញរថយន្តមួយហើយដែលរថយន្តនោះមានតម្លៃ$5,000ដោយដែលលោកបាននិយាយអំបញ្ញមិញនេះតើមែនឬទេ បាទមែន ពីខែកក្កដាមកលោកបានដាស់តឿនចុងចម្លើយថាសង$9,600មកតើមែនឬទេ មិនមែនទេខ្ញុំគ្រាន់តែនិយាយថាសងប្រាក់ខ្ញុំមកតែប៉ុណ្ណោះមិនបាននិយាយទឹកប្រាក់ទេក៏ប៉ុន្តែជាធម្មតាទេនេះមានន័យថាសង$9,600មក ពាក្យថាប្រាក់នេះមានន័យថាសង$9,600មែនទេ បាទ សូមអរគុណលោកចៅក្រមខ្ញុំតំណាងដើមចោតសូមបញ្ចប់សំណួរត្រឹមនេះ បាទបន្ទាប់មកសូមអញ្ជើញលោកតំណាងចុងចម្លើយឡើងសួរ បាទសូមអរគុណលោកចៅក្រមបន្ទាប់មកខ្ញុំតំណាងចុងចម្លើយសូមសួរនៅថ្ងៃទី1មិថុនាលោកគិតឃើញថាចុងចម្លើយនឹងសងប្រាក់$9,600តើមែនទេ បាទអញ្ចឹងហើយ លោកបានរៀបអាពាហ៍ពិពាហ៍កូនស្រីច្បងរបស់លោកដោយរំពឹងទៅលើប្រាក់$9,600ដែលគេនឹងសងនោះមិនថាអញ្ចឹងឯលោក បាទប្រហែលជាអញ្ចឹងក៏មិនដឹង តើអាពាហ៍ពិពាហ៍របស់កូនលោកចំណាយអស់ប្រាក់ប្រមាណដែរ ចំណាយសរុបខ្ញុំមិនចាំច្បាស់ដែរតែខ្ញុំបានចេញ$5,000 តាមពិតលោកចាយអស់ច្រើនជាងនឹងមែនទេ ចំណងដៃក៏យកមកចាយសម្រាប់អាពាហ៍ពិពាហ៍នោះដែរដូច្នេះសរុបអស់ប្រមាណខ្ញុំដូចជាមិនសូវដឹងច្បាស់ដែរ តើលោកមានគណនីធនាគារណាផ្សេងទៀតក្រៅពីគណនីធនាគារដែលលោកបានដាក់មកតុលាការនេះដែរឬទេ គណនីធនាគារខ្ញុំក្រៅពីនេះគ្មានទេ ក្រែងលោកបានបញ្ចូលប្រាក់$6,000ដែលចុងចម្លើយបានសងនៅថ្ងៃទី1ខែមិថុនានោះទៅគណនីផ្សេងទេដឹង អំបញ្ញមិញខ្ញុំបាននិយាយថាក្រៅពីនេះខ្ញុំគ្មានគណនីផ្សេងទេខ្ញុំមិនបានទទួល$6,000នោះតតែសោះ ឥឡូវខ្ញុំសូមសួរសំណួរផ្សេងវិញលោកបានទិញរថយន្តតម្លៃ$5,000ឲ្យកូនប្រុសច្បងរបស់លោកមិនអញ្ចឹងហ៎បាទ បាទមែន តើលោកបានគិតថាទិញរថយន្តនោះនៅពេលណាដែរ ខ្ញុំចាំមិនច្បាស់ដែរក្រៅពីពេលបានកំណត់ថ្ងៃខែរៀបអាពាហ៍ពិពាហ៍កូនស្រីខ្ញុំដូច្នេះប្រហែលជាខែកុម្ភៈឆ្នាំ2006 ដូច្នេះលោកបានរំពឹងថាលោកនឹងបានទទួល$9,600នៅថ្ងៃទី1មិថុនាដើម្បីទិញរថយន្តនោះមិនថាអញ្ចឹងឯលោក បាទ តាមសម្ដីអំបញ្ញមិញលោកនិយាយថាលោកគ្មានគណនីធនាគារផ្សេងក្រៅពីនេះទេហើយលោកបានដក$10,000នៅសល់តែ$5,500ប៉ុណ្ណោះហើយនេះគឺជាទ្រព្យសម្បត្តិទាំងអស់របស់លោកមែនទេ អញ្ចឹងហើយ ត
តើលោកមានចំណូលមួយខែប្រហែលប្រមាណដែរ ទៅតាមខែដែរគឺថាវាទៅតាមចំណូលហាងខ្ញុំដែលលក់បានប៉ុន្តែបើសិនគិតជាមធ្យមទៅប្រហែលជា$1000 ក្នុងស្ថានភាពដូចនេះហេតុអ្វីបានជាលោកមិនពន្យាពេលទិញរថយន្តនៅខែមិថុនានោះ គឺដោយសារតែខ្ញុំចង់ធ្វើយ៉ាងណាឲ្យមានសមភាពរវាងកូនប្រុសច្បងហើយនិងកូនស្រីច្បងអញ្ចឹងហើយបានជាខ្ញុំដកប្រាក់$10,000ទៅទិញតាមការគ្រោងទុកនោះទៅ គេមិនសងប្រាក់គ្រប់ចំនួនតើលោកខឹងដែរឬទេ អូខ្ញុំខឹងគាត់មិនគោរពពាក្យសន្យារបស់គាត់ ចុងចម្លើយមានអាកប្បកិរិយាសុំទោសលោកដោយសារនៅថ្ងៃទី1មិថុនាគាត់មិនបានសងបំណុលទាំងអស់មែនទេ បាទប្រហែលដែរ គេសងលោក$6,000 តែដោយសារតែគេសងមិនបានគ្រប់ចំនួនដូច្នេះហើយបានជាលោកខឹងនឹងគេមិនចេញវិក័យប័ត្រឲ្យគេមិនចឹងហើយលោក លោកដូចជានិយាយជ្រុលនេះអាហ្នឹងជារឿងដែលលោកបណ្ឌិតទេខ្ញុំបាននិយាយប្រហែលដងហើយថាខ្ញុំមិនដែលបានទទួលប្រាក់$6,000នោះទេ លោកឆ្លៀតឱកាសដែលចុងចម្លើយមានចិត្តភ័យខ្លាចដោយសារគេមិនបានសងគ្រប់ចំនួនមែនទេ ទេមិនមែនជាដាច់ខាត នៅថ្ងៃ1មិថុនានោះដោយសារតែឮថាឪពុកចុងចម្លើយមានជំងឺលោកក៏មានចិត្តអាណិតអាសូរចំពោះគេដែរមិនចឹងហើយលោក ខ្ញុំក៏ជាមនុស្សមានចិត្តធម៌ដែរ ដូច្នេះហើយលោកលើកលែង$3,600នោះមិនថាអញ្ចឹងទេ ស្អីទៅ$3,600នោះខ្ញុំបាននិយាយហើយនិយាយទៀតថាខ្ញុំអត់បានទទួល$6,000ទេសូមកុំសួរភ្លីភ្លើអញ្ចឹង លោកតំណាងចុងចម្លើយសូមឈប់សួរសំណួរហ្នឹងទៅបើមានសំណួរក្រៅពីនេះសូមអញ្ជើញបន្ត បាទលោកចក្រមខ្ញុំយល់ហើយខ្ញុំសូមចប់សំណួរតាមនេះ លោកតំណាងដើមចោតតើលោកមានសំណួរបន្ថែមទេ បាទខ្ញុំអត់មានសំណួរអីទៀតទេ បើអត់ទេខ្ញុំសូមបញ្ចប់ការសាកសួរសម្រាប់ខ្លួនដើមចោតសូមអរគុណដើមចោត នីតិវិធីពេលដាក់ពាក្យបណ្ដឹងដល់ពេលពិនិត្យភស្តុតាងត្រូវបានបញ្ចប់ត្រឹមនេះតើលោកអ្នកយល់ឃើញយ៉ាងណាដែរអំពីនីតិវិធីនីមួយៗទាំងនេះក្រោយពីបានធ្វើការពិនិត្យភស្តុតាងដោយសមូហវិធីរួចមកមុនពេលបញ្ចប់ការបរិច្ឆេទនៃការទាញហេតុផលនៃផ្ទាល់មាត់លើកទី1ចៅក្រមបានសាកត្បូងធ្វើការសម្របសម្រួលទៀតក៏ប៉ុន្តែភាគីទាំងសងខាងមិនត្រូវរែកគ្នាទេហើយភាគីទាំងសងខាងចង់បានការសម្រេចពីតុលាការ ដូច្នេះហើយនៅការបរិច្ឆេទនៃការទាញហេតុផលលើកទី2ភាគីទាំងសងខាងបានធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារត្រៀមចុងក្រោយហើយបន្ទាប់មកតុលាការក៏បានបញ្ចប់ការបរិច្ឆេទនេះក្រោយមកទៀតនៅការបរិច្ឆេទនៃការទាញហេតុផលឲ្យផ្ទាល់មាត់លើកទី3ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី4ខែមេសាឆ្នាំ2007តុលាការក៏បានប្រកាសសាលក្រមដូច្នេះហើយនីតិវិធីនៃការជំនុំជម្រះលើកទី1ត្រូវបានបញ្ចប់សពគ្រប់